សេវៈអវតារ19អង្គព្រហ្មចារីអវតារអង្គទី7របស់ព្រះសិវៈពាក្យថាព្រហ្មចារីជាទូទៅនៅក្នុងសង្គមខ្មែរយើងបានប្រើប្រាស់ពាក្យនេះដោយសំដៅទៅលើមនុស្សដែលនៅលីវជាពិសេសស្រីក្រមុំបរិសុទ្ធមិនទាន់ធ្លាប់ឆ្លងកាត់ការរួមសង្វាសហើយបើយោងទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានបញ្ជាក់ថាខ្មែរយើងប្រើពាក្យនេះតាមទម្លាប់ដោយច្រើនតែសំដៅយកកុមារីវ័យជំទង់ហៅថាស្ត្រីព្រហ្មចារីតែបើតាមបែបត្រឹមត្រូវព្រហ្មចារីគឺសម្រាប់ហៅបុរសទេឯស្ត្រីត្រូវហៅថាព្រហ្មចារីនីតាមលទ្ធិពុទ្ធសាសនាព្រហ្មចារីគឺសំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយឬសំដៅចំពោះតែអ្នកដែលវាចាក់មេធនធម៌ដោយដាច់ខាតដូចជាបព្វជិតមានភិក្ខុសាមណេរជាដើមមិនតែប៉ុណ្ណោះនៅក្នុងពុទ្ធសាសនាក៏តែងហៅអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ដូចគ្នាថាស័កព្រហ្មចារីផងដែរសម្រាប់លទ្ធិព្រហ្មញ្ញសាសនាឬសាសនាហិណ្ឌូឯណោះវិញពាក្យថាព្រហ្មចារីឬអានតាមសំនៀងដើមរបស់គេថា Brahmachari គឺសំដៅយកបុគ្គលដែលស្ថិតក្នុងបឋមវ័យជាវ័យកំពុងសិក្សារៀនសូត្រស្ថិតក្រោមការអប់រំទូមានព្រានប្រដៅពីសំណាក់គ្រូអាចារ្យផ្ដោតលើការសិក្សាឆ្វេងយល់រឿងព្រះវេទនិងចំណេះវិជ្ជាទាំងឡាយទាំងពួងរួមទាំងការវឹកហាត់ដុសខាត់ចិត្តគំនិតឲ្យល្អបរិសុទ្ធប្រព្រឹត្តខ្លួនយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ាសាសនាដើម្បីដឹកនាំជីវិតឆ្ពោះទៅយល់ដឹងពីសច្ចភាពកំពូលមុននឹងឈានដល់មជ្ឈិមវ័យជាវ័យប្រកបការងាររកស៊ីមានគ្រួសារនិងមានទំនួលខុសត្រូវខ្ពស់ការលើកឡើងនេះគឺគ្រាន់តែចង់បញ្ជាក់ថាពាក្យព្រហ្មចារីមិនមែនសំដៅទៅលើតែអ្វីដែលបងប្អូនមួយចំនួនធ្លាប់យល់នោះទេតែវាមានអត្ថន័យទូលំទូលាយណាស់តោះឥឡូវយើងចូលទៅប្រវត្តិអវតារអង្គទី7របស់ព្រះសិវៈដែលទ្រង់មានព្រះនាមថាព្រហ្មចារីដូចតទៅភាគច្រើនគេសុទ្ធតែបានដឹងយ៉ាងច្បាស់ថាកាលពីអតីតព្រះម៉ែឧមាឬព្រះម៉ែបារាវតីទ្រង់បានបំពេញតបៈយ៉ាងតឹងរឹងបំផុតដើម្បីបានក្លាយជាព្រះអគ្គមហេសីរបស់ព្រះសិវៈប៉ុន្តែបែរជាពុំសូវមានអ្នកនិយាយដល់រឿងដែលព្រះសិវៈទ្រង់តាំងប្រតិបំពេញតបៈយ៉ាងលំបាកលំបិនបំផុតដើម្បីព្រះនាងសទីដែលជាអតីតជាតិរបស់ព្រះម៉ែឧមាឡើយគឺថាការបំពេញតបៈរបស់ព្រះសិវៈបានចាប់ផ្ដើមឡើងក្រោយពេលដែលព្រះនាងសទីបានបញ្ចប់ជីវិតដោយការដុតបំផ្លាញរាងកាយនៅក្នុងមហាយញ្ញពិធីរបស់ស្ដេចទសប្រជាបតីដែលជាបិតារបស់ព្រះនាងដោយកាលនោះព្រះសិវៈទ្រង់បានបញ្ជូនវីរភ័ត្ត្រឲ្យទៅកំទេចមហាយញ្ញពិធីទាំងមូលចោលក៏ដូចជាដាក់ទោសដល់អ្នកទាំងឡាយណាដែលទ្រាំមើលព្រះនាងសទីស្លាប់ទាំងអយុត្តិធម៌នៅចំពោះមុខដោយមិនព្រមធ្វើអ្វីសោះដែលនេះត្រូវបានចាត់ទុកថាជាការបំពេញតបៈរបស់ព្រះសិវៈហើយដោយសារតែព្រះសិវៈទ្រង់មិនអាចទ្រាំទ្រនឹងភាពឈឺចាប់នៃការព្រាត់ប្រាសទ្រង់បានបីត្រកងសាកសពព្រះនាងសទីយាងទៅទូទាំងចក្រវាលនេះក៏ចាត់ទុកថាជាការបំពេញតបៈទ្រង់បានលិចលង់នៅក្នុងសេចក្តីទុក្ខដែលកើតឡើងពីការព្រាត់ប្រាសទ្រង់បីសាកសពព្រះនាងសទីនៅក្នុងរង្វង់ព្រះហស្ថហើយចាប់ផ្ដើមរាយរាំរបាំតាណ្ឌវៈនេះក៏ជាការបំពេញតបៈបន្ទាប់មកព្រះវិស្ណុទ្រង់បានប្រើកងចក្រកាត់សាកសពព្រះនាងសទីជា51បំណែកធ្លាក់មកលើផែនដីធ្វើឲ្យព្រះសិវៈទ្រង់សោយសោកក្រៃលែងទ្រង់បានយាងពុនេចរទៅកាន់គ្រប់ទីកន្លែងព្រមទាំងបានព្យាយាមសម្លឹងរំពៃដង្ហើយហៅរកព្រះនាងសទីគ្រប់ច្រកល្ហកឥតឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំនេះក៏ជាការបំពេញតបៈព្រះសិវៈទ្រង់មានប្រតិសោកសង្រេងរហូតដល់ថ្នាក់ភ្លេចទាំងខ្លួនឯងតែទ្រង់មិនដែលភ្លេចព្រះនាងសទីសោះឡើយហើយសេចក្តីស្រឡាញ់ដែលមិនអាត្មានិយមគឺបរិសុទ្ធម៉ត់ម៉ងនិងស្ថិតនៅជានិរន្តរ៍ទ្រង់មានភាពជឿជាក់យ៉ាងមុតមាំថាថ្ងៃណាមួយព្រះនាងសទីនឹងវិលត្រឡប់មករកព្រះអង្គវិញយ៉ាងពិតប្រាកដនេះគឺជាមេរៀនសម្រាប់ឲ្យមនុស្សទាំងឡាយដឹងថានៅពេលដែលអ្នកស្លាប់ទៅអ្នកអាចនឹងទទួលរងនៅភាពឈឺចាប់កំឡុងពេលស្លាប់នោះប៉ុណ្ណោះតែសម្រាប់មនុស្សដែលស្រឡាញ់អ្នកគេតែងតែចងចាំនឹករលឹកដល់អ្នករហូតពេញមួយជីវិតរៀងរាល់ថ្ងៃគេតែងតែទទួលរងនៅភាពឈឺចាប់គិតស្រមៃស្ដាយស្រណោះអាឡោះអាល័យស្ទើរតែប្រេះទ្រូងខ្សែម្ដងហេតុដូច្នោះការសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហាគឺមិនមែនជាដំណោះស្រាយដ៏ត្រឹមត្រូវនោះទេដំណោះស្រាយចំពោះបញ្ហាគឺការប្រឈមមុខជាមួយវាយ៉ាងក្លាហានមិនមែនជាការចាក់ចែងដោយគ្មានថ្ងៃវិលត្រឡប់ហើយបណ្ដោយឲ្យមនុស្សជាទីស្រឡាញ់ត្រូវរ៉ាប់រងនៅភាពឈឺចាប់ដែលកើតឡើងពីការព្រាត់ប្រាសនេះឡើយ
ពេលវេលាបន្តពីនោះព្រះសិវៈទ្រង់គិតតែអង្គុយបំពេញសមាធិមួយកន្លែងទ្រង់លែងមានប្រតិចង់ជួបចង់ឃើញនរណាទាំងអស់ក្រៅពីព្រះនាងសទីមួយអង្គគត់រហូតនៅទីបំផុតព្រះនាងសទីក៏បានចាប់កំណត់ឡើងម្ដងទៀតជាបុត្រីរបស់ស្ដេចហេមវត្តនិងព្រះនាងមៃនាវតីមានព្រះនាមថាបារាវតីថ្ងៃមួយពេលដែលព្រះនាងបារាវតីមានវ័យ16ឆ្នាំព្រះនាងក៏បានយាងទៅកាន់លាអាងភ្នំដែលព្រះសិវៈកំពុងតាំងឈានសមាធិដើម្បីប្រណិប័តបម្រើព្រះអង្គយ៉ាងយកព្រះទ័យទុកដាក់រយៈពេលច្រើនយប់ច្រើនថ្ងៃកន្លងផុតទៅព្រះនាងបារាវតីនិងព្រះសិវៈនៅតែមិនទាន់បានទតចំព្រះភក្ត្រគ្នាសូម្បីតែម្ដងដោយព្រះនាងបារាវតីគិតតែខំបដិបត្តិតួនាទីយ៉ាងល្អខណៈព្រះសិវៈទ្រង់ក៏លងសពនៅក្នុងឈានដ៏សែនជ្រៅមិនបានទទួលដឹងនៅរាល់ការប៉ះពាល់ពីព្រះនាងបារាវតីដូចគ្នាហើយនៅអំឡុងពេលនោះធម្មពលរបស់ពួកទេវតាក៏ចេះតែថមថយពីមួយថ្ងៃទៅមួយថ្ងៃដែរព្រោះតែបិសាចតារកាសុលដែលទទួលបានពរពីព្រះព្រហ្មថាមានតែបុត្រដែលកើតពីព្រះសិវៈនិងព្រះម៉ែអាទិសក្តិប៉ុណ្ណោះដែលអាចសម្លាប់វាបានកំពុងដើរអុកលុកបំផ្លាញពិធីបូជាសម្រាប់ធ្វើបាបមនុស្សម្នានិងឥសីទាំងឡាយហើយព្រមទាំងបង្ខិតបង្ខំឲ្យពួកគេសូត្រមន្តក្នុងពិធីបូជាដោយប្រើឈ្មោះរបស់វាជំនួសឲ្យព្រះនាមរបស់ទេវតាទាំងឡាយទៀតផងដូច្នេះពួកទេវតាក៏មិនអាចទទួលបានគ្រឿងដង្វាយឬការបូជាណានាទាំងអស់ព្រោះតែចង់ឲ្យព្រះសិវៈនិងព្រះនាងបារាវតីឆាប់ព្រមទទួលស្គាល់គ្នាណាស់នឹងបានបង្កើតបទទៅកម្ចាត់បិសាចតារកាសុលនោះទើបពួកទេវតាមានព្រះឥន្ទជាប្រមុខបាននឹកឃើញវិធីមួយគឺពឹងឲ្យកាមទេពទៅបាញ់ព្រួញស្នេហ៍ដាក់ព្រះសិវៈដើម្បីដាស់សេចក្តីស្រឡាញ់របស់ទ្រង់ដែលមានចំពោះព្រះម៉ែអាទិសក្តិឲ្យកើតមានឡើងតែរឿងដែលមិននឹកស្មានដល់ក៏បានកើតឡើងគឺបន្ទាប់ពីព្រួញរបស់កាមទេពបានហោះបោះពួយយ៉ាងលឿនទៅបុកដោតជាប់លើដើមទ្រូងរបស់ព្រះសិវៈហើយនោះបែរជាធ្វើឲ្យព្រះសិវៈទ្រង់ព្រះពិរោធយ៉ាងខ្លាំងហើយទ្រង់មិនត្រឹមតែបើកព្រះនេត្រទាំងពីរទេគឺបើកដល់ព្រះនេត្រទី3បង្កើតបានជាព្រះអគ្គីទៅដុតកំទេចកាមទេពឲ្យคล้ายជាផេះផោងទៀតផងព្រះទ័យរបស់ព្រះសិវៈកំពុងស្ថិតក្នុងភវាំងដោយមិនបានទទួលដឹងអំពីវត្តមានរបស់ព្រះនាងបារាវតីដែលកំពុងស្ថិតនៅក្បែរព្រះអង្គឡើយហើយទ្រង់ក៏យាងចេញទៅដោយមិនបានចាប់អារម្មណ៍អ្វីទាល់តែសោះបន្ទាប់ពីព្រះសិវៈយាងចេញទៅបាត់ព្រះនាងបារាវតីក៏វិលត្រឡប់ទៅកាន់ព្រះបរមរាជវាំងរបស់ព្រះបិតាព្រះមេដាវិញដែរហើយក្រោយមកមិនយូរប៉ុន្មានព្រះនាងក៏សម្រេចព្រះទ័យលាព្រះមេដាព្រះបិតាចូលទៅក្នុងព្រៃដើម្បីបំពេញតបៈរហូតទៅក្នុងគោលបំណងធ្វើឲ្យព្រះសិវៈទ្រង់សពព្រះទ័យនិងព្រមទទួលព្រះនាងជាព្រះអគ្គមហេសីរបស់ព្រះអង្គពេលព្រះនាងបារាវតីទ្រង់ថ្វាយបង្គំលាព្រះមេដាព្រះបិតានិងកំពុងបោះជំហានចាក់ចេញពីព្រះរាជវាំងនោះព្រះមេដាទ្រង់ព្រះកន្សែងយ៉ាងខ្លាំងចង់ស្រែកហាមឃាត់បុត្រីតែមិនដឹងឃាត់ថាម៉េចបានត្រាំឧទាននៅពាក្យថាអ៊ូម៉ាដែលមានន័យថាកុំទៅហេតុដូច្នេះពាក្យអ៊ូម៉ាក៏បានคล้ายទៅជាព្រះនាមមួយទៀតរបស់ព្រះនាងបារាវតីចាប់តាំងពីពេលនោះមកព្រះនាងបារាវតីទ្រង់បានបំពេញតបៈភាវនាពុះពៀជំនះគ្រប់បញ្ហាលំបាកឆ្លងកាត់ឧបសគ្គអាកាសធាតុភ្លៀងផ្គរក្តៅរងាដោយគ្មានការរួញរាប្រតិសូម្បីបន្តិចនៅឆ្នាំដំបូងព្រះនាងទ្រង់សោយតែផ្លែឈើប៉ុណ្ណោះលុះចូលដល់ឆ្នាំបន្ទាប់ទ្រង់ក៏ឈប់សោយផ្លែឈើទៀតតែទ្រង់សោយស្លឹកឈើជំនួសវិញហើយបំពេញតបៈកាន់តែខ្លាំងឡើងជាលំដាប់ងាកទៅមើលព្រះសិវៈឯណោះវិញទ្រង់ក៏នៅតែបំពេញឈានសមាធិដូចដើមតែលើកនេះនៅពេលដែលទ្រង់កំពុងនឹកគិតដល់រូបភាពព្រះម៉ែសទីកាលពីអតីតក៏ស្រាប់តែបានឮសំឡេងសូត្រភាវនារបស់ព្រះនាងបារាវតីនិងឃើញរូបភាពព្រះនាងបារាវតីផុសឡើងមកជំនួសកន្លែងព្រះនាងសទីមួយរំពេចជាហេតុធ្វើឲ្យព្រះសិវៈទ្រង់ជ្រាបថាព្រះអគ្គមហេសីជាទីស្រឡាញ់របស់ទ្រង់បានវិលត្រឡប់មកវិញហើយព្រះសិវៈទ្រង់ប្រញាប់ងើបចាក់ទីបំពេញសមាធិហើយយាងសម្ដៅទៅកាន់កន្លែងព្រះនាងបារាវតីប៉ុន្តែទ្រង់មិនបានយាងទៅនៅក្នុងទម្រង់ជាព្រះសិវៈពិតប្រាកដទេគឺទ្រង់បាននិមិត្តប្រកាសជាព្រហ្មចារីដើម្បីសាកល្បងព្រះនាងបារាវតីដែលស្ថិតក្នុងទម្រង់ជាព្រហ្មចារិនីសិនដោយព្រះអង្គបានលើកយកចំណុចផ្សេងមកប្រៀបធៀបរិះគន់បន្ទោសបង្អាប់ខ្លួនព្រះអង្គឯងជាអនេកបការដើម្បីចង់ដឹងអំពីភាពអត់ធ្មត់សេចក្តីស្មោះស្ម័គ្រនិងការឧទ្ទិសខ្លួនរបស់ព្រះនាងបារាវតីដូច្នេះថាតើព្រះនាងត្រូវការរៀបអភិសេកជាមួយព្រះសិវៈដែលជាអ្នកមិនយល់សូម្បីតែអត្ថន័យនៃការរៀបអភិសេកឬព្រះនាងកើតឡើងនៅក្នុងវង្សត្រកូលខ្ពង់ខ្ពស់បិតារបស់ព្រះនាងគឺជាមហារាជឯមាតាគឺជាមហារានីប៉ុន្តែគ្មាននរណាដឹងទេថាព្រះសិវៈអង្គនោះកើតឡើងនៅកន្លែងណាហើយកើតនៅពេលណាព្រះសិវៈគ្រាន់តែជាស្មោមគ្មានអ្វីបរិភោគទេតើឲ្យគេទៅមើលថែអ្នកផ្សេងបានដូចម្ដេចទៅព្រះនាងផ្ទាល់ក៏ចូលចាត់គ្រឿងប្រដាប់តុបតែ
តែងចុះគេអាចផ្ដល់អ្វីឲ្យព្រះនាងបានទៅជាអាសេរពឹសដែលជាប់នៅនឹងកឬគេនឹងផ្ដល់នៅកំទេចផេះដល់ព្រះនាងជំនួសឲ្យម្សៅស៊ីនទូរីឯកន្លែងរស់នៅរបស់គេទៀតសោតក៏មានតែដុំថ្មនិងលអាងក្នុងភ្នំកៃឡាសជំនួសឲ្យរាជវាំងអ្វីដែលសំខាន់ប្រសិនបើគេច្រឡំបើកភ្នែកទី3នោះសូម្បីតែព្រះនាងក៏មកជាត្រូវដុតខ្ទេចខ្លាចជាផេះផងយើងក៏ធ្លាប់បានឮមកថាគេតែងតែលងសពនៅក្នុងសមាធិអស់រយៈពេលជាច្រើនឆ្នាំហើយព្រះនាងក៏គួរតែទម្លាប់ជាមួយការនាំយកស្បែកសត្វមកធ្វើជាគ្រឿងស្លៀកដណ្ដប់ផងទៅឬបើទោះបីព្រះនាងមិនព្រមស្លៀកពាក់វាក៏ដោយចុះក៏គួរតែត្រៀមចិត្តទទួលយកក្លិនអាសោចទាំងអស់នោះដែរព្រោះព្រះសិវៈនឹងមិនព្រមបោះបង់ចោលការពាក់វាជាដាច់ខាតព្រះនាងខិតខំបំពេញតបៈយ៉ាងតឹងរឹងស្មឹងស្មាតភាវនាព្រះនាមរបស់ព្រះសិវៈព្រោះតែចង់បានសភាពបែបនេះឬមិនទាន់រៀបការផងគេធ្វើឲ្យព្រះនាងធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះទៅហើយចុះទម្រាំតែពេលរៀបការរួចទៀតតើគេអាចធ្វើឲ្យព្រះនាងមានសុភមង្គលបានយ៉ាងដូចម្តេចទៅព្រះនាងធ្លាប់តែរស់នៅសុខស្រួលក្នុងព្រះរាជវាំងមានអ្នកបម្រើឆ្វេងស្ដាំយាងទៅណាមកណាមានរាជរថទឹមដោយសេះយ៉ាងស្រស់ស្អាតនិងងាយស្រួលបំផុតចំណែកឯយានជំនិះរបស់ព្រះសិវៈវិញគឺមានតែគោកញ្ចាស់ប៉ុណ្ណោះគេមិនស័ក្តិសមនឹងព្រះនាងនោះទេព្រះសិវៈក្នុងទម្រង់ជាព្រហ្មចារីទ្រង់នៅតែបន្តរិះគន់និន្ទានិងបញ្ឆេះកំហឹងព្រះនាងបារាវតីឥតស្រាកស្រានធ្វើឲ្យព្រះនាងស្ទើរតែទ្រាំលែងបានម្ដងពាក្យគ្រប់ម៉ាត់គ្រប់ឃ្លារបស់ព្រហ្មចារីបានធ្វើឲ្យព្រះនាងចុកចាប់ប្រតិយយ៉ាងខ្លាំងតែព្រះនាងបានត្រឹមតែអត់ធ្មត់សង្កត់ចិត្តមិនគិតតបតអ្វីទាំងអស់ព្រោះតែសេចក្តីគោរពចំពោះព្រហ្មចារីរហូតចុងក្រោយព្រះនាងបានសុំឲ្យព្រហ្មចារីឈប់ពោលពាក្យប្រមាថចំពោះព្រះសិវៈទៀតតែព្រហ្មចារីហាក់ដូចជាមិនចាប់អារម្មណ៍អ្វីទាល់តែសោះដោយពុំអាចទ្រាំស្ដាប់ពាក្យប្រមាថពាក្យពុំគួរគប់បីតទៅទៀតបានព្រះនាងបារាវតីក៏សម្រេចប្រតិយាងចេញពីទីនោះតែត្រូវបានព្រហ្មចារីដើរតាមពីក្រោយនិងនិយាយនៅពាក្យដដែលលក្ខណៈបែបសំតប៉ែថាព្រមរៀបការជាមួយខ្លួនទៅខ្លួននឹងផ្ដល់នៅអាហារគ្រឿងប្រដាប់តុបតែងនិងទីកន្លែងរស់នៅសុខស្រួលមិនឲ្យព្រះនាងរងទុក្ខលំបាកឡើយធ្វើឲ្យព្រះនាងបារាវតីទ្រង់ព្រះពិរោធដល់កម្រិតងាកឆ្វេងងាកស្ដាំក្រឡេកទៅឃើញដុំថ្មក៏ស្រវាចាប់គប់សម្ដៅទៅព្រហ្មចារីភ្លាមខណៈនោះដុំថ្មក៏បានប្រែក្លាយទៅជាស្លឹកភ្នៅរសាត់ទៅប៉ះដើមទ្រូងព្រហ្មចារីញ៉ាំងឲ្យរាងកាយរបស់ព្រហ្មចារីប្រែក្លាយទៅជាព្រះសិវៈមួយរំពេចព្រះនាងបារាវតីទ្រង់រំភើបប្រតិឥតឧបមាកាលបើបានជ្រាបការពិតថាព្រហ្មចារីគឺជាព្រះសិវៈនិមិត្តប្រកាយមកស្របពេលជាមួយគ្នានោះព្រះនាងក៏បានសុំការអភ័យទោសពីព្រះសិវៈផងដែរដែលមុននេះព្រះនាងមិនអាចចំណាំព្រះអង្គបានខណៈព្រះសិវៈទ្រង់ក៏សុំការអភ័យទោសពីព្រះនាងបារាវតីដូចគ្នាសម្រាប់អ្វីដែលទ្រង់បានសាកល្បងទៅលើព្រះនាងទ្រង់ធ្វើទៅគឺគ្រាន់តែចង់ដឹងថាតើព្រះនាងបានត្រៀមខ្លួនរួចរាល់ក្នុងការពុះពៀគ្រប់ឧបសគ្គហើយឬនៅប៉ុណ្ណោះព្រះនាងបារាវតីទ្រង់មានបន្ទូលទៅវិញថាដើម្បីបានជួបព្រះអង្គព្រះនាងសុខចិត្តទទួលយកការសាកល្បងគ្រប់យ៉ាងព្រះនាងព្រមឧទ្ទិសទាំងជីវិតសម្រាប់ព្រះអង្គរហូតទៅព្រះសិវៈទ្រង់មានបន្ទូលថាការដែលមានព្រះនាងជាគូជីវិតរមែងធ្វើឲ្យជីវិតដែលមិនមានលក្ខណៈពេញលេញប្រែជាពេញលេញល្អហើយសកម្មភាពនេះនឹងធ្វើឲ្យចក្រវាឡបានឃើញនៅសច្ចភាពថារាល់សម្ព័ន្ធភាពដែលល្អប្រសើរគង់វង្សយូរអង្វែងគឺអាស្រ័យលើការជឿទុកចិត្តគ្នាមានភក្តីភាពនិងការលះបង់ដោយស្មោះអស់ពីចិត្តបន្ទាប់មកព្រះសិវៈទ្រង់បានសុំឲ្យព្រះនាងបារាវតីយាងទៅកាន់ភ្នំកៃឡាសជាមួយព្រះអង្គប៉ុន្តែព្រះនាងបែរជាបដិសេធដោយលើកហេតុផលថាព្រះនាងនិងព្រះសិវៈអាចរួបរวมតែមួយយ៉ាងពេញលេញគឺលុះណាតែទ្រង់ទាំងពីរអង្គបានរៀបអភិសេកជាមួយគ្នារួចហើយសិនពោលគឺទាល់តែព្រះសិវៈឬនរណាក៏ដោយដែលនៅខាងព្រះសិវៈចូលទៅស្ដីដណ្ដឹងព្រះនាងពីសំណាក់ព្រះបិតាព្រះមេដារបស់ព្រះនាងជាមុនសិនហើយបន្ទាប់អំពីពិធីកញ្ញាទានប្រគល់កូនក្រមុំឲ្យដល់កូនកំឡោះទើបព្រះសិវៈមានសិទ្ធិលើព្រះនាងយ៉ាងពេញលេញពេលឮដូច្នោះព្រះសិវៈទ្រង់ញញឹមនិងមានបន្ទូលថាអ្វីដែលព្រះនាងបានលើកឡើងគឺពិតជាត្រឹមត្រូវណាស់ប្រសិនបើមិនបានរៀបចំតាមទំនៀមទេនោះសិរីមង្គលឬភាពពេញលេញរមែងមិនអាចកើតមានឡើងបានឡើយបើទោះបីពួកទ្រង់មានសេចក្តីព្រមព្រៀងគ្នាតែពិធីរៀបអភិសេករបស់ពួកទ្រង់អាចពេញលេញទៅបានគឺទាល់តែព្រះបិតាព្រះមេដារបស់ព្រះនាងបារាវតីបានអនុញ្ញាតនិងប្រទានពរដល់ពួកទ្រង់
ព្រះសិវៈទ្រង់សន្យាថាទ្រង់នឹងធ្វើតាមទំនៀមគ្រប់យ៉ាងចាប់ផ្ដើមពីការចូលស្ដីដណ្ដឹងព្រះនាងបារាវតីហើយរៀបចំពិធីតាមព្រះវេទក្នុងទម្រង់ព្រហ្មវិវាជាពិធីរៀបការដែលល្អនិងពេញលេញបំផុតជាពិធីដែលមិនមានការទាមទារប្រាក់បណ្ណាការមិនមែនប្រព្រឹត្តទៅនៅក្នុងគោលបំណងអាជីវកម្មនិងជាពិធីរៀបការដែលប្រាសចាកការមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួនដោយពិធីព្រហ្មវិវាត្រូវការត្រឹមតែការចូលទៅស្ដីដណ្ដឹងកូនក្រមុំពីមេដាបិតាដើម្បីសុំការអនុញ្ញាតនិងសុំពាក្យជូនពរពីសំណាក់លោកទាំងពីរប៉ុណ្ណោះក្រោយមកព្រះសិវៈទ្រង់បានយាងទៅកាន់សំណាក់ស្ដេចហេមវត្តនិងព្រះនាងម៉ៃណាវតីដែលជាព្រះបិតាព្រះមេដារបស់ព្រះនាងបារាវតីដើម្បីស្ដីដណ្ដឹងព្រះនាងពិតមែនប៉ុន្តែទ្រង់មិនបានយាងទៅនៅក្នុងទម្រង់ជាព្រះសិវៈនោះទេគឺទ្រង់យាងទៅនៅក្នុងទម្រង់ជាអវតារថ្មីមួយអង្គទៀតមានព្រះនាមថា Sunat Naratak ដែលខ្ញុំនឹងរៀបរាប់នៅក្នុងវីដេអូបន្ទាប់នឹងឯងតាមរយៈសាច់រឿងនេះអ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយថាព្រះសិវៈទ្រង់និមិត្តព្រះកាយជាអវតារព្រហ្មចារីដើម្បីសាកល្បងព្រះនាងបារាវតីព្រះអង្គត្រូវបានសាកល្បងដោយការព្រាត់ប្រាសដូច្នេះព្រះនាងបារាវតីក៏ត្រូវជួបជាមួយការសាកល្បងនោះដូចគ្នាដែរប៉ុន្តែគោលបំណងសំខាន់របស់ទ្រង់នោះគឺទ្រង់ចង់បង្ហាញឲ្យពិភពលោកឃើញជាគំរូថាកាលបើបុគ្គលអាចឆ្លងផុតការសាកល្បងទៅជាមួយគ្នាហើយនឹងធ្វើឲ្យមានភាពស្អិតរមួតទាំងចំណងសម្ព័ន្ធភាពក៏ត្រូវបានរឹតបន្តឹងខ្លាំងឡើងគ្មានថ្ងៃអាចកាត់ផ្ដាច់បានដោយងាយៗឡើយសម្ព័ន្ធភាពដ៏មានសេចក្តីសុខត្រូវសាងនៅលើមូលដ្ឋានគ្រឹះនៃភាពស្មោះត្រង់និងភាពជឿទុកចិត្តកំបាំងនៅពីក្រោយសម្ព័ន្ធភាពដ៏ស្ងប់សុខនោះមិនមែនកើតឡើងដោយសារការបង្ខិតបង្ខំនរណាម្នាក់ឲ្យធ្វើការលះបង់ទេតែយើងម្នាក់ត្រូវមានការលះបង់ឲ្យគ្នាទៅវិញទៅមកព្រោះប្រាថ្នាចង់ឲ្យដៃគូមានសេចក្តីសុខសុភមង្គលម្យ៉ាងវិញទៀតរឿងនេះក៏បានផ្ដល់នូវគំនិតអប់រំថាប្រសិនបើបុគ្គលមានភាពស្មោះស្ម័គ្រស្វាមីភក្តិនោះគេមកជានឹងអាចបានជួបជាមួយព្រះជាម្ចាស់ជាពុំខានលំនាំដូចគ្នានេះប្រសិនបើបុគ្គលមានសេចក្តីស្រឡាញ់ពិតគេក៏មកជានឹងបាននៅរួមរស់ជាមួយមនុស្សដែលខ្លួនស្រឡាញ់យ៉ាងពិតប្រាកដហើយព្រះសិវៈទ្រង់បានធ្វើជាគំរូដោយផ្ទាល់សម្រាប់រឿងនេះទ្រង់បានបង្រៀនឲ្យមនុស្សក្នុងលោកដឹងថានរណាក៏ដោយដែលមានភាពស្មោះស្ម័គ្រស្វាមីភក្តិខ្លាំងបំផុតគេរមែងមានគុណតម្លៃស័ក្តិសមនឹងទទួលបានសេចក្តីស្រឡាញ់ពិតប្រាកដពីព្រះអង្គដូចគ្នាហើយសេចក្តីស្រឡាញ់មានភាពពេញលេញទៅបានគឺលុះណាតែមានការលះបង់មានភាពស្មោះត្រង់និងមិនអាត្មានិយមប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមអំពីប្រវត្តិព្រះម៉ែសទីនិងព្រះម៉ែឧមាអាចចុចចូលទស្សនាបាននៅត្រង់កន្លែងនេះឬចូលទៅរកមើលនៅក្នុង Channel YouTube របស់ខ្ញុំតែម្ដងក៏បានសម្រាប់អវតារទី7របស់ព្រះសិវៈអង្គនេះក៏សូមបញ្ចប់ដោយសង្ខេបត្រឹមតែប៉ុណ្ណេះចាំជួបគ្នានៅក្នុងវីដេអូបន្ទាប់ទាក់ទងនឹងប្រវត្តិព្រះសនតនរតកសូមអរគុណសូមជម្រាបលា